ថ្ងៃនេះខ្ញុំនឹងមករៀនបងប្អូនអ្នកគ្នាពីរបៀបស្នើសុំ Blue Tick នៅលើ TikTok អញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាចង់ដឹងថារបៀបស្នើសុំ Blue Tick នៅលើ TikTok ហ្នឹងគេធ្វើមិនខ្លះតោះកុំភ្លេចទស្សនាវីដេអូនេះរបស់គ្នារបៀបស្នើសុំ Blue អូខេតោះ Blue Tick verify ណាបងប្អូនអ្នកគ្នាចូលត្រី3ហើយបន្តមកទៀតបងប្អូនអ្នកគ្នាយកពាក្យថា setting and security ហើយបងប្អូនអ្នកគ្នាមិនបាច់អូតណាទេបងប្អូនអ្នកគ្នាមកមើលពាក្យថា account ចុចលើ account ទៅហើយបងប្អូនអ្នកគ្នាមកមើលលើក្នុងនេះអញ្ចឹងខ្ញុំអត់ដឹងទេ account ខ្ញុំ3 4គឺវាមានទាំងអស់អញ្ចឹងបងប្អូនអ្នកគ្នាចូលកន្លែង verify caption នេះមកអូខេមកដល់ចំណុចនេះបងប្អូនអ្នកគ្នាត្រូវតែពេញវាមាន personal business និង influencer ហ្នឹងអញ្ចឹងមកបងប្អូនអ្នកគ្នាឥឡូវខ្ញុំគឺជា personal ឬក៏បងប្អូនមាន business បងប្អូនដាក់ business បានប៉ុន្តែខ្ញុំ personal ចុច personal មកអូខេមកដល់ចំណុចនេះហើយបងប្អូនកន្លែងនេះគេចង់ឲ្យយើងថាយើងមានឈ្មោះនិងមានអីឲ្យគេអញ្ចឹងហើយយើងមានរូបយើងដាក់លេខទូរស័ព្ទមាន email មានអីហើយបិទបើកផ្ទៀងផ្ទាត់អី2ជាន់អីចឹងទៅអូខេមកដល់ចំណុចទៀតបើសិនជាយើងអត់ទាន់ពេញវាឲ្យយើងពេញអូខេអញ្ចឹងបងប្អូនជិះនេះទៀតមកដល់កន្លែងនេះបងប្អូនអ្នកគ្នាពីថា content create នេះបងប្អូនកន្លែងនេះបងប្អូនអ្នកគ្នាអាចរើសតាមបងប្អូនអ្នកខ្លះ gaming ឬក៏អ្នកខ្លះ blue stick ឬខ្លះចំសัตว์ឬក៏អីផ្សេងមកដល់កន្លែងនេះខ្ញុំដាក់ខ្ញុំបរៀនខ្ញុំដាក់កន្លែងហ្នឹងអូខេបងប្អូនអ្នកគ្នាមកដល់ចំណុចនេះយើងគេប្រាប់ទៀតថា what អីមកបងប្អូនអញ្ចឹងមកដល់ចំណុចនេះគឺគាត់ឲ្យយើងគេប្រឹងប្រែងយើងថាចែយើងមិនអាចយកវីដេអូ link វីដេអូឬក៏ link social media ឬក៏ link point អីផ្សេងយកមកដាក់ក្នុងនឹងបានទេបងប្អូនអ្នកគ្នាអញ្ចឹងយើងយកជា link ឬក៏ website ដើម្បីបណ្ដាក់បានអញ្ចឹងណាអូខេអត់យល់ទេចាប់ឆាតមកសួរខ្ញុំម្ដងទៀតបងប្អូនដោយសារតែយប់ហើយម៉ោង5ខ្ញុំរៀនពីអាហ្នឹងណាអូខេអញ្ចឹង link វានេះបងប្អូនអាចចេះបង្កើតបងប្អូនអ្នកគ្នាអាចឆាតឬក៏អីខ្ញុំបានមកដល់ចំណុចខាងក្រោមនេះបងប្អូនអ្នកគ្នាបំពេញ link នឹងរួចហើយឬក៏អ្នកចេះណាយើងបញ្ជាក់បងតិចណា link ហ្នឹងមិនមែន link Facebook link អីផ្សេង link មកពី Facebook ឬក៏ពី social media បណ្ដោយទៅអូខេអញ្ចឹង link អាចយក link នឹងបានទេចំណុចនេះគឺយើងត្រូវយក link website ចាំខ្ញុំបញ្យល់បន្ថែមទៀតអូខេបងប្អូនចុចនេះទៀតមកវាមកដល់ចំណុចនេះអញ្ចឹងបងប្អូនអ្នកគ្នាត្រូវបំពេញឈ្មោះថ្ងៃខែឆ្នាំកំណើតប្រទេសបងប្អូនអ្នកគ្នាហើយនឹងអត្តញ្ញាណប័ណ្ណដោយសារតែខ្ញុំអត់មានអត្តញ្ញាណប័ណ្ណអញ្ចឹងណាហើយគាត់តែចុចបំពេញអត្តញ្ញាណប័ណ្ណរួចហើយយើងចុច submit រួចរាល់ដោយសារតែនេះខ្ញុំថតវាអត់ទៅច្បាស់ហើយយកបាយបងប្អូនអញ្ចឹងទៅគេឲ្យចាំស្អែកចាំថតម្ដងទៀតអូខេអញ្ចឹងមានតែប៉ុណ្្នឹងឯងបងប្អូនអ្នកគ្នារបៀបស្នើសុំ verify ណាអូខេបើសិនជាបងប្អូនអត់យល់អីឬក៏មានបញ្ហាអីអាចឆាតសួរឬក៏ comment នៅក្នុងវីដេអូនឹងបានមកដល់ចំណុចនេះបងប្អូនអ្នកគ្នាត្រូវមើលសិនថាយើងត្រូវបំពេញអីអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាអត់យល់ទេឬក៏បងប្អូនអ្នកគ្នាអត់ចេះធ្វើទេមានអារម្មណ៍ថាពិបាកធ្វើអញ្ចឹងបងប្អូនអ្នកគ្នាអាចឆាតមក Telegram ខ្ញុំបានដើម្បីឲ្យខ្ញុំធ្វើឲ្យក៏បានដែរខ្ញុំមិនដើម្បីឲ្យខ្ញុំស្នើឲ្យក៏បានដែរបងប្អូនអ្នកគ្នាអញ្ចឹងដោយសារតែ account ខ្ញុំធ្វើដល់ត្រឹមចំណុចនេះហើយខ្ញុំថតអត្តញ្ញាណប័ណ្ណអត់ស្អាតអញ្ចឹងចាំខ្ញុំបរៀនបងប្អូនបន្ថែមទៀតអំពីការស្នើសុំ verify TikTok ទាំងអស់គ្នាអញ្ចឹងចាំដឹងថាបានយើងចាំមើលទាំងអស់គ្នា